តាមុកមានឈ្មោះពិតប្រាកដហៅថាឈិតជឿនជាអតីតមេដឹកនាំខ្មែរក្រហមដ៏មានឥទ្ធិពលម្នាក់ដែលគេស្គាល់ថាបងធំទី5តាមុកកើតនៅឆ្នាំ1926នៅខេត្តតាកែវក្នុងវង្សត្រកូលគ្រួសារកាត់ចិនខ្មែរដែលមានជីវភាពទូធាគួរសមនៅឆ្នាំ1930តាមុកបានចូលបួសរៀនអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់មកគាត់បានរៀបការជាមួយប្អូនស្រីជីដូនមួយឈ្មោះអ៊ុកខឹមដែលទទួលបានចំណងដៃកូន4នាក់នៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ1940តាមុកបានចូលរួមក្នុងចលនាតស៊ូប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមបារាំងហើយបន្ទាប់មកប្រឆាំងនឹងជប៉ុននៅឆ្នាំ1949តាមុកបានធ្វើជាចលនាប្រធានខ្មែរឥស្សរៈស្រុកក្នុងខេត្តតាកែវក្រោយមកទៀតគាត់បានចាក់ចេញពីក្រុងភ្នំពេញហើយបានចូលជាសមាជិកក្រុមកុម្មុយនីសនៅឆ្នាំ1963មិនយូរប៉ុន្មានគាត់បានក្លាយជាអ្នកមានអានុភាពនៅក្នុងគណៈបកនេះជាពិសេសនៅតំបន់ភូមិភាគនិរតីចាប់តាំងពីឆ្នាំ1968ដល់ឆ្នាំ1978តាមុកបានកាន់តំណែងជាលេខាភូមិភាគនិរតីឬភូមិភាគ405យោងតាមលោកស្រី Elizabeth Baker ភូមិភាគនិរតីគឺជាភូមិភាគធំជាងគេមានប្រជាជនក្រីក្រជាងគេប៉ុន្តែមានកងទ័ពខ្លាំងជាងគេលេខាភូមិភាគនិរតីគឺឈិតជឿនហៅតាមុកភូមិភាគនេះរួមមានខេត្តកំពតនិងខេត្តតាកែវទាំងមូលស្រុក2ក្នុងខេត្តកំពង់ស្ពឺគឺស្រុកសំរោងទងនិងស្រុកកងពិសីនិងស្រុក5នៅក្នុងខេត្តកណ្ដាលគឺស្រុកកណ្ដាលស្ទឹងស្រុកស្អាងស្រុកកោះធំស្រុកគៀនស្វាយនិងស្រុកលើកដែកភូមិភាគនេះត្រូវបានចែកចេញជា4តំបន់គឺតំបន់13តំបន់33តំបន់35និងតំបន់25តាមុកត្រូវបានគេជឿថាបានរៀបចំឲ្យមានការសម្លាប់មនុស្សជាច្រើននៅក្នុងតំបន់ដែលលោកបានគ្រប់គ្រងនៅក្នុងការប្រយុទ្ធមួយនៅឆ្នាំ1970គាត់បានបាត់បង់ជើងម្ខាងនៅខែវិច្ឆិកាឆ្នាំ1978តាមុកត្រូវបានតែងតាំងជាអនុលេខាទី2នៃបកកុម្មុយនីសកម្ពុជាយោងតាមរដ្ឋធម្មនុញ្ញដែលបានប្រកាសឲ្យប្រើប្រាស់ដោយរបបកម្ពុជាប្រជាធិបតេយ្យកាលពីថ្ងៃទី5ខែមករាឆ្នាំ1976តំណាងសភាប្រជាជនគឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យសមាជិកសភាដែលមាន250រូបត្រូវបានជ្រើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់និងជាសម្ងាត់សម្រាប់អាណត្តិ5ឆ្នាំលោកនួនជាគឺជាប្រធាននិងលោកឈិតជឿនហៅមុខគឺជាអនុប្រធានទី1គណៈប្រធានរដ្ឋមានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យសម្ដេចព្រះនរោត្តមសីហនុដែលជាប្រមុខរាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជាបានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យរហូតដល់ខែមេសាឆ្នាំ1976ក្រោយពីព្រះអង្គលាលែងចេញពីតំណែងលោកខៀវសំផនក៏បានឡើងកាន់តំណែងជំនួសព្រះអង្គបន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមតាមុកមិនដែលស្នើសុំការលើកលែងទោសហើយក៏មិនដែលមានបំណងចោះចូលជាមួយរាជរដ្ឋាភិបាលនោះដែរតាមុកនៅតែមានអំណាចគ្រប់គ្រងតំបន់ភាគខាងជើងនៃទឹកដីដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមគឺមូលដ្ឋានរបស់គាត់នៅអន្លង់វែងនៃជួរភ្នំដងរែកគេបានប៉ាន់ប្រមាណថាមានប្រហែលជា 3000 នាក់ទៅ 5000 នាក់នៃយុទ្ធជនប្រយុទ្ធដែលនៅស្មោះស្ម័គ្រជាមួយនឹងប៉ុល ពតត្រូវបានដឹកនាំដោយតាមុកខណៈនោះតាមុកបានពោលពាក្យមួយឃ្លាថាលើមុខមានមួកលើមួកមានមេឃតំបន់អន្លង់វែងត្រូវបានគេស្គាល់ថាជាអតីតមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ក្រុមតស៊ូខ្មែរក្រហមអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដូចជាប៉ុល ពតនួនជាដើមសុទ្ធសឹងតែធ្លាប់រស់នៅទីនោះតាមុកនិងប្រជាជនដែលស្មោះស្ម័គ្រនឹងខ្មែរក្រហមនិងប្រជាជនដែលគៀងគោបានផងដែរនោះមានចំនួនប្រមាណជា 30000 នាក់ដែលខ្មែរក្រហមបានបោះតង់ផ្លាស្ទិកឬស្បូវជ្រោកពួននៅក្នុងព្រៃដ៏ក្រាស់នេះផងដែរតាមុកបានបញ្ជាឲ្យប្រជាជនសាងសង់ទំនប់ទឹកបឹងដែលអាចស្តុបទឹកនៅលើផ្ទៃដី440ហិកតាបច្ចុប្បន្នគេហៅបឹងនេះថាបឹងតាមុកដែលបឹងនេះនៅពីក្រោយផ្ទះគាត់តែម្ដងទន្ទឹមនឹងនេះដែរតាមុកបានចាប់ដើមពង្រីកតំបន់របស់គាត់ដោយតម្រូវឲ្យបុរសធ្វើទាហានលាក់ខ្លួនក្នុងព្រៃសមរភូមិខាងមុខចំណែកស្ត្រីនិងក្មេងៗនៅផ្ទះអង្គុយបិទឫស្សីធ្វើជំរងដើម្បីប្រើប្រាស់ប្រឆាំងជាមួយនឹងកងទ័ពរាជរដ្ឋាភិបាលនៅចន្លោះឆ្នាំ1996ដល់ឆ្នាំ1998មានការចោះចូលសំខាន់ៗជាច្រើនក្នុងរាជរដ្ឋាភិបាលកម្ពុជានៃក្រុមមេដឹកនាំខ្មែរក្រហមនៅតំបន់ភ្នំវល់អូរ៉ាល់ប៉ៃលិនម៉េឡៃសំឡូតនិងភ្នំឆាត់ជាដើមនៅខែមេសាឆ្នាំ1998កងទ័ពរាជរដ្ឋាភិបាលបានបើកយុទ្ធនាការវាយប្រហារសារជាថ្មីដើម្បីដាក់សម្ពាធលើកងទ័ពខ្មែរក្រហមដែលនៅសេសសល់ក្នុងតំបន់អន្លង់វែងដែលនៅតែរឹងរូសមិនព្រមចុះចូលនៅខែមីនាឆ្នាំ1999តាមុកត្រូវបានចាប់ខ្លួនដោយកងទ័ពរាជរដ្ឋាភិបាល
កម្ពុជានៅក្បែរព្រំដែនកម្ពុជាថៃហើយគាត់ត្រូវបានគេយកមកដាក់នៅមន្ទីរឃុំឃាំងនៃតុលាការយោធាដោយចាស់ជរាផងសុខភាពគាត់ទន់ខ្សោយជាពិសេសទទួលរងបញ្ហាជំងឺផ្លូវដង្ហើមផងតាមកបានស្លាប់នៅក្នុងមន្ទីរពេទ្យយោធានៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី21ខែកក្កដាឆ្នាំ2006ក្នុងជន្មាយុ80ឆ្នាំសពរបស់គាត់ត្រូវបានគេអនុញ្ញាតឲ្យនាំយកមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកដលងវែងចម្ងាយប្រមាណ100គីឡូម៉ែត្រភាគខាងជើងខេត្តឧត្តរមានជ័យដែលជាមូលដ្ឋានរឹងចុងក្រោយរបស់អតីតមេដឹកនាំទ័ពខ្មែរក្រហមរូបនេះជាមួយគ្នានេះគេក៏មានស្ដូបយុវជនសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមផងដែរបើគេចេញដំណើរពីប្រជុំជនស្រុកអលង្វែងឆ្ពោះទៅច្រកជាំសង្ងាំប្រមាណ13គីឡូម៉ែត្រនោះគេនឹងឃើញផ្ទាំងថ្មធំមួយដែលមានរូបសំណាកយុទ្ធជនបែកបាក់ជាច្រើននៅលើហើយបើក៏លេចមកមើលផ្ទៃថ្មខាងក្រោមនោះគេនឹងឃើញជើងធូបបាយសីយ៉ាងច្រើនដែលរៀបចំនៅកណ្ដាលទ្រូងផ្លូវឡើងទៅព្រំដែនហើយនឹងឃើញមានមនុស្សម្នាអ្នកដំណើរសំចប់ចូលអុជធូបបួងសួងសុំសេចក្តីសុខចម្រើនគ្រប់គ្នាទីនោះគេតែងហៅថាយាយម៉ៅឬយាយម៉ៅភ្នំដងរែកនៅពេលដែលមានទុក្ខភ័យឬត្រូវចេញដំណើរទៅរកស៊ីផ្លូវឆ្ងាយឬក៏ឡើងភ្នំកាប់ឈើរកផល្លានុផលនោះអ្នកស្រុកអលង្វែងអ្នករស់នៅព្រំប្រទល់ខ្មែរថៃនិងអ្នករស់នៅតាមខេត្តតែងតែនាំគ្នាមករកបារមីស្ដូបយុវជនសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមតាមមកជួយខណៈដែលទីនោះគេជឿថាមានបារមីស័ក្តិសិទ្ធិខ្លាំងណាស់គួរបញ្ជាក់ផងដែរថាតំបន់អលង្វែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហមពីឆ្នាំ1979ដល់ឆ្នាំ1998ហើយបន្ទាប់ពីរបបនោះបានធ្វើសមាហរណកម្មរួចរាល់មករាជរដ្ឋាភិបាលបានកំណត់ចំណុច14កន្លែងនៅក្នុងស្រុកអលង្វែងដែលត្រូវថែរក្សាទុកជាតំបន់ទេសចរប្រវត្តិសាស្ត្រដើម្បីទាក់ទាញទេសចរឲ្យចូលមកកម្សាន្តកាន់តែច្រើនថែមទៀតបច្ចុប្បន្នលំនៅឋានស្ទូបយុវជនសង្គ្រាមរបស់តាមុកនិងធ្នូកប់សពរបស់អតីតមេដឹកនាំខ្មែរក្រហមនៅតំបន់លង្វែងនោះក្លាយជាទីសក្ការៈបូជាបន់ស្រន់សម្រាប់អ្នកមានជំនឿនិងក្លាយជារមណីយដ្ឋានទេសចរដ៏ពេញនិយមចំណែកឯផ្ទះរបស់តាមុកដែលប្រើប្រាស់សសរឈើធំដើម្បីសង់គណៈមនុស្សធម្មតាដែលមិនអាចសង់ផ្ទះបានដូចគាត់ហើយផ្ទះនោះសង់ធ្វើជាលិលដ្ឋានផងនិងជាទីប្រជុំផងដែលនៅលើជញ្ជាំងមានគូគំនូររូបប្រាសាទព្រះវិហារបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនឲ្យមកទស្សនានិងថតរូបសកម្មភាពរបស់ខ្មែរក្រហមនៅសេសសល់នៅជុំវិញតំបន់ផ្ទះតាមុកមានទេសភាពវត្តបឹងហើយរាជរដ្ឋាភិបាលបានកំណត់ផ្ទៃដីជាង400ហិកតាជាទីកន្លែងអភិរក្សអតីតតំបន់ចុងក្រោយនៃកងទ័ពខ្មែរក្រហម